នៅក្នុងភូមិតូចមួយក្បែរជើងភ្នំដែលមានដើមឈើធំៗដុះម្លប់ត្រឈឹងត្រឈៃមានរឿងនិទានចាស់មួយបានល្បីតៗគ្នាពីមាត់មួយទៅមាត់មួយអំពីវិញ្ញាណនារីម្នាក់ស្លាប់មុនថ្ងៃរៀបការដែលគេហៅថាកូនក្រមុំខ្មោចគេថាវិញ្ញាណរបស់នាងនៅតែវិលវល់ក្នុងពិភពលោកនេះរងចាំស្វាមីដែលមិនទាន់បានរៀបការមានយុវជនម្នាក់ឈ្មោះសុភ័ក្រជាអ្នកភូមិថ្មីទើបផ្លាស់ប្ដូរមកនៅគាត់ជាមនុស្សមិនសូវជឿរឿងអបិយជំនឿប៉ុន្មានទេហើយតែងតែសើចចំអកនៅពេលដែលអ្នកភូមិចាស់ៗនិយាយអំពីរឿងខ្មោចថ្ងៃមួយសុភ័ក្របានដើរចូលទៅក្នុងព្រៃជ្រៅបន្តិចហួសទៅផ្លូវដែលអ្នកភូមិធ្លាប់ដើរគាត់បានប្រទះឃើញផ្ទះឈើចាស់ទ្រុឌទ្រោមមួយខ្នងដែលមើលទៅហាក់ដូចជាត្រូវគេបោះបង់ចោលអស់រយៈពេលជាយូរណាស់មកហើយដោយចង់ដឹងចង់ឮសុភ័ក្របានដើរចូលទៅក្នុងផ្ទះនោះពោពេញទៅដោយធូលីនិងស្លឹកឈើជ្រុះប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ព្រឺសម្បុរនោះគឺនៅកណ្ដាលផ្ទះមានគ្រែបុរាណមួយមានកម្រាលពូកពណ៌សចាស់ៗនិងមានកន្សែងសូត្រពណ៌ក្រហម